bon nâng nè đợt tây đập nòm dương phớ để hai thà sạ song kha rực cả đói bon nâng miên cầm lăng rung chan đợt tây để hai thà sạ song kha rực nâng cả đói bon nâng chỉ nhiên là vấp yết prascha panya cả đói cứ dương trâu phơ từng nè dương trâu phơ từng bị pro bon á cứ chia thom mà chiết mà giang đây là bo rồi sọt từng priệp đôi chỉ mê hình chân còn là tha bọn đại chị song kha rất nhiên là sam bị tới việc đôi chỉ mê tự đọp tới hãy bảo nhiên là vợ bị prascha panya rồi có chia sẻ song kha rất tới vì tức bầm bay tức bầm buôn rồi có thay priệp đôi từ chỉ platin chân bắt nó về nơi tầm biên làm lay chân hãy bảo vệ ao phó về nơi tái ao phó chỉ sọc chân rừng bọn nu nên nghe chân dân cầm trăm ba cha to là bon nông về là ít cho bàn dân phớ mày nè nè bon 300 ល្អឥតខ្ចោះទេយើងយកទៅយើងធ្វើទៅណាគ្រាន់តែថាបើយើងប្រៀបធៀបទៅថាប៉ុនដែលប្រកបទៅដោយបញ្ញានឹងវាល្អប្រសើរវាល្អប្រសើរមែនហើយពីព្រោះប៉ុនវាប្រកបដោយបញ្ញាវាល្អជាងប៉ុនដែលប្រាសចាកបញ្ញានឹងអញ្ចឹងហើយម្យ៉ាងវិញទៀតរឿងផលប្រយោជន៍នេះអ្នកណាដែលថាមិនសម្លឹងផលប្រយោជន៍ហើយធ្វើនៅកិច្ចការងារនោះវាអត់មានទេសូម្បីតែការដេកក៏ដោយសារសម្លឹងឃើញអត់ដេកវាអត់កើតរូបរាងកាយនេះវាត្រូវការដេកអញ្ចឹងផលប្រយោជន៍នៃការដេកក៏វាមានដែរគឺដើម្បីទ្រទ្រង់រូបរាងកាយនេះផលប្រយោជន៍នៃការបរិភោគគឺដើម្បីទ្រទ្រង់រូបរាងកាយនេះឲ្យវាប្រព្រឹត្តទៅឲ្យមានជីវិតរស់នៅអញ្ចឹងតើថាឃើញផលប្រយោជន៍បានម្នាក់ហ្នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាមិញរឿងធ្វើប៉ុននេះក៏ដូចគ្នាដែរយើងកុំថាអ្នកដែលធ្វើប៉ុនហ្នឹងអត់មានឃើញផលប្រយោជន៍អីហើយចេះតែធ្វើប៉ុនតែវាមិនមែនទេគឺធ្វើប៉ុនត្រូវសម្លឹងដល់ផលប្រយោជន៍បើប៉ុនរបស់ឧបាសកបាសិកាអ្នកដល់ត្រៃសរណគមជាទីពឹងទីរលឹកក្នុងសាសនានេះឃើញផលប្រយោជន៍គឺអីទី1ឃើញថាផលប្រយោជន៍នៃប៉ុននេះគឺឲ្យបរមសុខគឺព្រះនិព្វានទី2ផលប្រយោជន៍នៃប៉ុននេះគឺឲ្យសេចក្តីសុខក្នុងវត្តសង្សារពេលណាដែលធ្វើដំណើរទៅក្នុងវាលវត្តសង្សារពីព្រោះយើងនៅមានកិលេសនៅជាបឋមជនវាត្រូវធ្វើដំណើរក្នុងវាលវត្តសង្សារវាមានទុកមានលំបាកអញ្ចឹងដើម្បីបានសេចក្តីសុខខ្លះយើងត្រូវតែធ្វើបុណ្យអញ្ចឹងបុណ្យនឹងឯងវាឲ្យផលជាសុខនៅក្នុងលោកីនេះហើយនឹងសុខនៅក្នុងព្រះនិព្វានដែលជាវិវត្តៈដោយសារសម្លឹងឃើញផលប្រយោជន៍បែបនឹងហើយទៅនាំគ្នាធ្វើបុណ្យហើយយើងថាធ្វើបុណ្យកុំសម្លឹងផលប្រយោជន៍វាអត់កើតទេត្រូវតែសម្លឹងផលប្រយោជន៍ទៅយើងមានឆន្ទៈហើយនឹងមានសេចក្តីខិតខំប្រឹងប្រែងធ្វើបន្ថែមទៀតសូម្បីតែព្រះបរមពោធិសត្វនៃយើងនេះដែលជាតួអង្គរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូក៏ព្រះអង្គទ្រង់សម្លឹងឃើញផលប្រយោជន៍នៃការបំពេញបុណ្យបារមីដែរព្រះអង្គទ្រង់ឃើញថាម៉េចថាការសន្សំបុណ្យបារមីមានទានបារមីជាដើមនឹងផលប្រយោជន៍នៃការសន្សំបុណ្យបារមីនឹងគឺបានត្រាស់ជាពុទ្ធនឹងឯងទៅព្រះអង្គខិតខំប្រឹងប្រែងសន្សំបុណ្យបារមីនឹងហើយសំបីតែសាវកសាវិកាផ្សេងទៀតនឹងនាំគ្នាខិតខំប្រឹងប្រែងឲ្យទានរក្សាសិលបំពេញគុណធម៌សពគ្រប់បែបយ៉ាងហ្នឹងដោយសារតែឃើញផលប្រយោជន៍គឺព្រះនិព្វានណាអង្គខ្លះក៏ឃើញផលប្រយោជន៍ថាការធ្វើទានរក្សាសិលបំពេញគុណធម៌ផ្សេងហ្នឹងអាចឲ្យលោកបានសម្រេចតាមសេចក្តីប្រាថ្នាគឺភាពជាអេតតកៈលើសភិក្ខុទាំងឡាយខាងផ្នែកបញ្ញាដោយព្រះសារីបុត្រលើសភិក្ខុទាំងឡាយខាងផ្នែកមានរិទ្ធដូចជាព្រះមហាមោគលានលើសភិក្ខុទាំងឡាយខាងផ្នែកទ្រទ្រង់ទុដងដូចជាព្រះមហាកាសបៈអីជាដើមហ្នឹងគឺលោកឃើញផលប្រយោជន៍ទាំងអស់ហ្នឹងបានលោកធ្វើបុណ្យបានលោកធ្វើទានរក្សាសិលបានលោកបំពេញនូវគុណធម៌សពគ្រប់បែបយ៉ាងហ្នឹងយ៉ាងណាយើងទាំងអស់គ្នាហ្នឹងឲ្យឃើញផលប្រយោជន៍ហ្នឹងហើយយើងមានឆន្ទៈខិតខំប្រឹងប្រែងធ្វើបុណ្យរក្សាឃើញផលប្រយោជន៍ទាំងអស់ហ្នឹងហើយរឿងថាយើងធ្វើបុណ្យទៅហើយអត់បានផលប្រយោជន៍មកខ្លួនហើយកើតសេចក្តីក្តៅកាហាយសោកស្ដាយហ្នឹងដោយសារតែយើងអត់យល់ពីអត្ថន័យនៃបុណ្យហ្នឹងបានច្បាស់លាស់ទេដោយសារតែយើងហ្នឹងចេះតែចង់ឲ្យបុណ្យហ្នឹងឯងឲ្យផលភ្លាមណាឲ្យផលភ្លាមឲ្យផលឥឡូវហ្នឹងធ្វើបុណ្យឲ្យវាកើតអ្នកមានឥឡូវហ្នឹងដល់វាមិនកើតអ្នកមានវាធ្វើបុណ្យវាចេះតែក្រទៅឃើញថាបុណ្យហ្នឹងវាគ្មានផលប្រយោជន៍អីសោះឬក៏ថាធ្វើសេចក្តីល្អចំពោះបុគ្គលណានីមួយហើយវាមិនឃើញផលតបស្នងមកវិញហើយយើងក៏ថាបុណ្យធ្វើល្អធ្វើអីបើធ្វើទៅហើយអ្នកដែលយើងធ្វើល្អជាមួយហ្នឹងវាអត់មានផលតបស្នងអីមកយើងវិញទេ
ហើយយើងក៏សោកស្ដាយទៅកើតទុក្ខលំបាកចិត្តទៅអានឹងវាអញ្ចឹងទេ